ទូលព្រះបង្គំខ្ញុំព្រះករណាម្ចាស់សូមលើកអំបងពងអញ្ជលីលើកហាត់ទាំងពីរក្រាបសំពះនមស្ការចំពោះគុណព្រះរតនៈទាំង3មានព្រះពុទ្ធព្រះធម៌ព្រះសង្ឃដែលជារតនៈដ៏ឧត្តមឧត្តមខ្ពស់ពោះប្រសើរត្រៃលែងក្នុងលោកសូមនមស្ការក្រាបថ្វាយបង្គំសម្ដេចព្រះសង្ឃរាជទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមប្រគូចាត់ការគ្រប់បណ្ដានៃព្រះជាអចក្រកម្ពុជាដោយសេចក្តីជ្រះថ្លាពីទូលព្រះបង្គំខ្ញុំព្រះករុណាសូមចម្រើនពររាប់អានចំពោះអដ្ឋកវតិសិទ្ធបញ្ញវន្តគ្រប់ជាន់គ្រប់ថ្នាក់ជាពុទ្ធបរិស័ទប្រុសស្រីក្នុងក្រៅប្រទេសដោយសេចក្តីរាប់អានពីខ្ញុំព្រះករុណាអាភិភាពក្នុងឱកាសវេលាពេលនេះគឺជាវេលារាត្រីនាទីបង្ហាញនៅផ្លូវព្រះធម៌ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលបានត្រាស់ដឹងនៅក្នុងលោកដើម្បីឲ្យសត្វលោកបានប្រតិបត្តិបានអនុវត្តដើម្បីញ៉ាំងសេចក្តីសុខក្នុងការរស់នៅជាបច្ចុប្បន្នក្តីជាអនាគតក្តីយើងទាំងអស់គ្នាជាមនុស្សលោកយ៉ាងនេះតែកើតឡើងមកហើយមិនថាសពសត្វទាំងឡាយក្តីមនុស្សលោកក្តីគឺតែងតែប្រាថ្នានៅសេចក្តីសុខដើម្បីជីវិតខ្លួនឯងផងដើម្បីជីវិតអ្នកដទៃផងក៏ប៉ុន្តែអ្នកខ្លះក៏គាត់បានសិក្សាតាមផ្លូវនៃព្រះធម៌អនុវត្តតាមវិហាររបស់ព្រះសម្មាសម្ពុទ្ធចំណែកអ្នកខ្លះទៀតក៏មិនបានសិក្សារៀនសូត្រនៅវិហាររបស់ព្រះសម្មាសម្ពុទ្ធគាត់តែងតែឆ្ងល់ថាតើសេចក្តីសុខនោះហេតុអីមិនមករកគាត់ឬក៏ហេតុអីបានជាគាត់ធ្វើល្អដែរតែហេតុអីបានមិនជួបនៅសេចក្តីសុខតាមពិតសេចក្តីសុខនៅក្នុងលោកយើងនេះរួមមាន8យ៉ាងសេចក្តីសុខទាំង8យ៉ាងគឺទី1លោកឲ្យឈ្មោះថាសុខព្រោះមិនបៀតបៀនអ្នកដទៃហេតុអីការដែលយើងមិនបៀតបៀនអ្នកដទៃបានឈ្មោះថាសេចក្តីសុខព្រោះនៅលើលោកនេះកាលណាយើងមិនចងអាឃាតមិនព្យាបាទមិនបៀតបៀនមិនញ៉ាំងអ្នកដទៃឲ្យធ្លាក់ក្នុងសេចក្តីទុក្ខអ្នកដទៃក៏មិនអាចញ៉ាំងយើងឲ្យទៅកាន់សេចក្តីទុក្ខផងដែរអញ្ចឹងកាលណាយើងឲ្យសេចក្តីសុខយើងមិនបៀតបៀនអ្នកដទៃគឺអ្នកដទៃក៏មិនបៀតបៀនយើងវិញដែរហ្នឹងយើងឲ្យអភ័យដល់អ្នកដទៃអ្នកដទៃក៏ឲ្យអភ័យមកយើងវិញយើងឲ្យអភ័យដល់សពសត្វទាំងឡាយក៏រមែងឲ្យនៅសេចក្តីសុខឲ្យអភ័យមកដល់យើងវិញហ្នឹងបើយើងមិនបៀតបៀនអ្នកដទៃឈ្មោះថាសេចក្តីសុខមួយសេចក្តីសុខទី2គឺសុខព្រោះបានធ្វើនៅសេចក្តីល្អយើងរាល់ថ្ងៃនេះយើងធ្វើសេចក្តីល្អអ្នកខ្លះក៏គាត់ធ្វើសេចក្តីល្អតែល្អមិនចេញពីក្នុងចិត្តហើយសេចក្តីល្អមិនចេញពីក្នុងចិត្តអូយ៉ាងម៉េចមានន័យថាសេចក្តីល្អដែលធ្វើឲ្យយើងមានសេចក្តីសុខពិតប្រាកដគឺសេចក្តីល្អដែលកើតចេញពីក្នុងចិត្តឧទាហរណ៍ថាយើងជួយអ្នកណាម្នាក់យើងជួយចេញពីក្នុងចិត្តយើងដោយក្តីមេត្តាដោយក្តីករុណាអញ្ចឹងការដែលយើងឃើញសម្លឹងមើលឃើញគេបានរួចនៅសេចក្តីពិតនោះគេបានសេចក្តីសុខអារម្មណ៍របស់យើងដែលជាអ្នកជួយគេនេះក៏មានសេចក្តីសុខមួយដែរហ្នឹងហើយអញ្ចឹងបានឈ្មោះថាសុខព្រោះបានធ្វើសេចក្តីល្អមានន័យថាយើងញ៉ាំងសេចក្តីល្អអ្នកដទៃសេចក្តីល្អនោះអ្នកដទៃរំលែងឲ្យសេចក្តីល្អមកយើងវិញទី3សុខព្រោះមានការយោគយល់គ្នាយើងរស់នៅក្នុងសង្គមនេះប្រស័នទាំងអស់តែងតែមានការលើសលួសខ្វះខាតដាក់គ្នាមានការប៉ះពាល់គ្នាដោយអចេតនាអញ្ចឹងបើសិនជាការប៉ះពាល់ការនិយាយការធ្វើក្តីដោយកាយវិការក្តីដោយការមិនមានចេតនាអាក្រក់ក្តីអញ្ចឹងបើសិនជាកើតមានហើយយើងមានការយោគយល់អធ្យាស្រ័យអភ័យទោសអត់ទោសឲ្យគេអ្នកដែលទទួលនៅភាពយោគយល់នៅភាពអធ្យាស្រ័យនោះគាត់នឹងគិតថាយើងជាមនុស្សមានមេត្តាគាត់នឹងឲ្យអភ័យមកយើងវិញន័យថាពេលដែលយើងមានកំហុសគាត់នឹងយោគយល់អធ្យាស្រ័យឲ្យយើងវិញអញ្ចឹងសុខទី3នេះគឺការយោគយល់គ្នាមានន័យថាគឺយើងមិនប្រកាន់ប៉ះពាល់ទីទួចមិនប្រកាន់ខឹងចាត់ទោសអូដំណើរគឺដោយការយោគយល់គ្នាជាស្រ័យគ្នានេះជាឈ្មោះសេចក្តីសុខមួយដែរសេចក្តីសុខទី4គឺសុខព្រោះមិនក្រោធខឹងញាតិយើងធ្លាប់អ្នកណាមួយធ្វើឲ្យយើងខ្មាំងខ្មាក់ចិត្តហ្នឹងហើយយើងមានអារម្មណ៍មួយថាប្រកាន់ខឹងក្តៅក្រហាយមុំម៉ៅចង់ទៅ
ធ្វើបាបអ្នកនោះវិញអញ្ចឹងសេចក្តីសុខដែលយើងកំពុងតែចង់ទៅធ្វើបាបគេវិញគឺសេចក្តីទុក្ខវានៅក្នុងខ្លួនយើងតែបើសិនជាអ្នកដតីធ្វើទុក្ខទោសមនិញមកលើយើងតែយើងបែរជាមាននៅការអត់ធ្មត់មាននៅការព្យាស្រ័យអភ័យទោសដល់បុគ្គលដែលមានកំហុសធ្វើមកលើយើងនោះដោយភាពឲ្យនឹងមេត្តាផ្សាយនឹងមេត្តាចិត្តដល់គេនោះយើងនឹងមានសេចក្តីសុខនៅក្នុងចិត្តហ្នឹងហើយកាលណាយើងមិនខឹងមានសេចក្តីសុខតើទី5សុខព្រោះការឲ្យអភ័យកាលណាយើងឲ្យអភ័យដល់អ្នកដទៃនិងអភ័យហ្នឹងមានន័យថាកុំឲ្យគេមានភ័យយើងអត់ទៅរករឿងគេទៅចាក់ដោតសោកសៀតអ្នកដទៃបំផ្លាញអ្នកដទៃដោយកាយក្តីដោយវាចាមាត់យើងក្តីដោយចិត្តយើងក្តីអញ្ចឹងដោយកាយក្តីវាចាក្តីចិត្តក្តីកាលណាយើងមិនបានប្រើនៅចេតនាទាំងអស់នោះឲ្យអ្នកដទៃភ័យឲ្យអ្នកដទៃខ្លាចយើងនេះមានសេចក្តីសុខតែបើយើងធ្វើឲ្យគេទីហោថាយើងទៅបញ្ញាក់គេទៅកន្លែងនោះមានខ្មោចណោះកន្លែងនោះទៅមិនបានទេហ្នឹងហើយទៅមិនបានទេកន្លែងហ្នឹងមានសត្វអីផ្សេងទៅការខកឲ្យគេទៅកើតអញ្ចឹងណាទាំងមិនមានសោះឬក៏យើងទៅបញ្ញាក់គេឲ្យភ័យអាហ្នឹងថ្ងៃណាមួយយើងនៅមានអារម្មណ៍មួយថាគេនឹងបញ្ញាក់យើងវិញគេនឹងបំភ័យយើងវិញអញ្ចឹងវាអត់មានសេចក្តីសុខទេតែបើយើង5យើងឲ្យអភ័យមានន័យថាធ្វើកុំឲ្យវាភ័យអ្នកខ្លះកំពុងតែមានសេចក្តីភ័យក្នុងខ្លួនហ្នឹងយើងបាននិយាយកុំឲ្យគេភ័យឲ្យគេមានភាពកក់ក្ដៅនៅក្នុងចិត្តឲ្យមានសេចក្តីសុខក្នុងចិត្តយើងនឹងឯងគឺមានសេចក្តីសុខហើយអ្នកដទៃក៏អត់មានសេចក្តីសុខដែរអញ្ចឹងសុខព្រោះការឃើញអ្នកដទៃមិនភ័យខ្លាចសុខទី6គឺសុខព្រោះការមិនយកដាក់ខ្លួនមិនយកទុកដាក់ខ្លួនហ្នឹងហើយយើងមិនយកទុកដាក់ខ្លួនមានន័យយ៉ាងណាមានន័យថាប្រសិនបើយើងនៅសុខហើយអ្នកដទៃគេនិយាយរឿងនេះមួយរឿងនោះមួយថាអ្នកនេះមួយអ្នកនោះមួយស្រាប់តែយើងយកអពាក្យសម្ដីដែលគេនិយាយហ្នឹងដោយមិនបានគិតពិចារណាទាំងអត្ថន័យដែលគេនិយាយនោះចង់ធ្វើបាបអ្នកណាមួយឬក៏ចង់ធ្វើឲ្យអ្នកណាមួយម្នាក់យើងយកពាក្យហ្នឹងទៅនិយាយតមានន័យថាដល់តែពេលអ្នកដែលខឹងហ្នឹងមិនមែនខឹងអ្នកនោះគឺខឹងយើងមុនគេខឹងយើងមុនហើយបានជាខឹងអ្នកផ្សេងទៀតហ្នឹងហើយឈ្មោះថាយកសេចក្តីទុកដាក់ខ្លួនយើងនឹងមានសេចក្តីទុកហ្នឹងឯងតែបើសិនជាយើងមិនយករឿងសេចក្តីទុកអស់នោះនឹងអ្នកណាដែលគួរនិយាយអាក្រក់យើងកុំយកចិត្តទុកដាក់អ្នកណានិយាយល្អយើងយកចិត្តទុកដាក់ក្នុងខ្លួនកាលណាដែលយើងយកសេចក្តីសុខនឹងដាក់ក្នុងខ្លួនហើយមិនយកសេចក្តីទុកដាក់ជិះវាងនៅសេចក្តីទុកនោះយើងក៏រមែងឈ្មោះថាសេចក្តីសុខមួយដែរសេចក្តីសុខទី7ឈ្មោះថាមានបញ្ញាការយល់ដឹងពិតកាលណាយើងមានបញ្ញាគឺការយល់ត្រូវដឹងថារឿងនេះមិនល្អរឿងនោះល្អអ្វីទៅជាអំពើបាបអ្វីទៅដែលជាអំពើមិនបាបជាអំពើបុណ្យកន្លែងណាជាការជួយដែលត្រឹមត្រូវកន្លែងណាមិនមែនជាការជួយដែលត្រឹមត្រូវដូចយើងមកធ្វើបុណ្យក្នុងវត្តមករក្សាសិលមកចម្រើនភាវនាមកធ្វើនៅសមាធិផ្សេងជួយអ្នកដទៃដោយក្តីមេត្តាយើងជៀសវាងនៅរឿងអបាយមុខផ្សេងអំពើបាបផ្សេងនេះឲ្យឈ្មោះថាយើងមានបញ្ញាហើយយល់ដឹងការពិតយើងនឹងមានសេចក្តីសុខមានន័យថាយើងធ្វើអីមួយគឺយើងដឹងយើងយល់នៅហេតុនិងផលរឿងណាដែលមិនល្អយើងអត់ធ្វើរឿងណាដែលល្អយើងធ្វើដើម្បីញ៉ាំសេចក្តីសុខនេះសម្រាប់ខ្លួនយើងនឹងឯងយើងនឹងមានសេចក្តីសុខទី8សុខព្រោះឈ្នះលើចិត្តខ្លួនឯងអង្គសម្ដែងហើយហ្នឹងហើយការឈ្នះលើអ្នកដទៃមិនមែនជាឈ្នះការឈ្នះប្រកបទេទោះបីសង្គ្រាមធ្វើសង្គ្រាមឈ្នះទៅលើគេ10000 ដង1លានដងរាប់តិចក៏ព្រះអង្គអត់សរសើរដែរព្រះអង្គសរសើរថាអ្នកណាដែលយកឈ្នះដោយខ្លួនឯងឈ្នះខ្លួនឯងគឺឈ្នះចិត្តខ្លួនឯងឈ្នះចិត្តលោភៈទោសៈមោហៈហ្នឹងហើយការនិន្ទាការឈ្នានីសអំពើអាក្រក់ចិត្តមេផ្សេងកាលណាយើងឈ្នះនៅចិត្តខ្លួនឯងហើយសេចក្តីសុខហ្នឹងវាកើតឡើងហើយចិត្តហ្នឹងធ្វើចង់ឲ្យយើងឯងចង់មានបានហ្នឹងហើយយើងខំប្រឹងតាមចិត្តហ្នឹងទៅយើងពិបាកវេទនាសុខទេអត់សុខមិនបានដូចចិត្តអត់សុខហើយចង់បានល្អស្អាតលោយតែធ្វើទៅមិនបានដូចចិត្តទៅជាកើតទុកខំប្រឹងចិត្តនឹងឈ្នះនេះអ្នកដទៃបើដល់ពេលឈ្នះនេះបានទៅជាចិត្តនឹងឯងកើតទុកឈ្នះនេះបានសบายពេលដែលគេកើតទុកខ្លួនឯង
សบายពេលដែលគេនឹងឯងធ្វើដាក់វិញយើងកើតទុកដែរអញ្ចឹងកាលណាយើងឈ្នះអ្វីលើលោកនេះមិនស្មើនឹងឈ្នះខ្លួនឯងឈ្នះចិត្តខ្លួនឯងនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរណាគល់តែឈ្នះចិត្តខ្លួនឯងណាព្រោះចិត្តនោះបីដូចជាកូនគោដែលមិនទាន់ចាក់កន្លោះហ្នឹងហើយចិត្តនោះដូចជាកូនស្វាលោតទៅនេះលោតទៅនោះចង់នេះចង់នោះតាមតែហៅថាអ្វីដែលចង់បានតាមតែមហិច្ឆតារបស់ខ្លួនឯងអញ្ចឹងកាលណាយើងអប់រំចិត្តនឹងបានយើងយកឈ្នះចិត្តនឹងបានមានន័យថាចិត្តស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងមិនដូចពេលដូចជាយើងចាក់កន្លោះគោអញ្ចឹងគោកាលណាយើងអត់ទាន់ចាក់កន្លោះវារញ៉េរញ៉ៃវាទៅលោតទៅនេះហក់ទៅនោះស៊ីនេះស៊ីទៅតែបើយើងគ្រប់គ្រងចិត្តនឹងបានដូចយើងគ្រប់គ្រងគោអញ្ចឹងគោចំណុចខ្សោយនៅចំមុខហ្នឹងហើយចិត្តមនុស្សយើងគឺចំណុចខ្សោយនៅក្នុងចិត្តហ្នឹងឯងចិត្តហ្នឹងធ្វើបាបយើងចង់បាននេះបាននោះធ្វើឲ្យយើងជាប់ពាក់សពគ្រប់បែបយ៉ាងអស់ហ្នឹងហើយវល់ក្នុងវដ្តសង្សារកើតចាស់ឈឺស្លាប់តែបើយើងយកឈ្នះចិត្តបានមានន័យថាយើងគៀនៅទីរំលឹកទុកពលពីព្រះនិព្វានជាទីបរមសុខហ្នឹងហើយព្រោះយើងគ្មានចិត្តដែលធ្វើបាបយើងទៀតឡើយសូមអនុមោទនា